ប្តីប្រពន្ធបើហ៊ានតែចង់ចាញ់ឈ្នះគ្នាហើយគឺគ្រួសារនឹងពិបាកក្នុងការមានសុភមង្គលលោកព្រោះដោយសារប្តីក៏ចង់ឈ្នះប្រពន្ធក៏ចង់ឈ្នះក៏ប៉ុន្តែជីវិតប្តីប្រពន្ធវាដូចជាមិនពិបាកយល់ទេបងប្អូនបើសិនតែយើងហ៊ានដើរចេញម្នាក់ខ្ញុំហ៊ានថ្ងៃហ៊ានថយម្នាក់មកខ្ញុំហ៊ានណាពេលដែលយើងអត់សុបាយចិត្តមួយប្តីហើយប្តីក៏អត់សុបាយចិត្តមួយយើងក៏មានការរកម្មរកគ្នាបើយើងអត់ចង់វែកញែករកអ្នកណាឈ្នះអ្នកណាចាញ់យើងគ្រាន់តែដាក់ថយម្នាក់មកជំហានមកចាថយម្នាក់មកជំហានហើយមកគឺយើងអាចនឹងមានពេលដកដង្ហើមឲ្យបានវែងហើយយើងនឹងអាចមានពេលវេលាសម្រាប់មកគិតនេះចាគិតពិចារណាថាតើខ្លួនឯងនឹងខុសអីចាប្តីនឹងខុសអីហើយយើងមានពាក្យសម្ដីកន្លែងណាលើសលួសជាមួយប្តីកន្លែងណាអត់ចាបើមានយើងគិតទាំងវិញហើយយើងអាចនឹងសុំទោសទៅចាហើយប្តីក៏ដូចគ្នាបើយើងដើរមកជំហានចេញហើយយើងមានពេលវេលាដើម្បីគិតពិចារណារកចំណុចខ្វះខាតនិងចំណុចខុសចាបើសិនជាយើងគិតថាយើងនិយាយនៅវាលើសហើយឬក៏យើងធ្វើអីប៉ះពាល់ផ្លូវចិត្តផ្លូវអារម្មណ៍ប្រពន្ធហើយខុសហើយយើងសុំទោសចាសុំទោសមនុស្សដែលយើងស្រឡាញ់អត់ទេហើយក៏អត់ថោកដែរបងប្អូនសំខាន់នៅលើយើងខ្លួនឯងនេះយើងពិតជាមានចិត្តក្នុងការទទួលស្គាល់នៅកំហុសឬក៏ចង់ឲ្យគ្រួសារមួយនឹងមានសេចក្តីសុខសុភមង្គលតទៅមុខជារៀងរហូតអត់បើសិនបើយើងមានចិត្តចង់ឲ្យគ្រួសារនឹងមានសេចក្តីសុខសុភមង្គលជារៀងរហូតអាកំហុសតិចតួចឬក៏ចេតនាអចេតនាក្តីហ្នឹងគឺយើងចារៀនទទួលទៅហើយយើងមិនបាច់វែកញែកនោះនេះខុសនោះត្រូវនេះខុសនោះត្រូវតែអ្នកឯងទទួលកំហុសហ្មងប្រពន្ធត្រូវតែឈ្នះគ្រប់ពេលវេលាពេកវាដូចជាមិនមែនទេចាបើសិនជានៅតែវែកញែកថាប្រពន្ធត្រូវតែត្រូវគ្រប់ពេលក៏អត់ល្អមែនដែរព្រោះយើងជាស្រីក៏យើងខុសមនុស្សខុសក៏ចេះខុសចាអញ្ចឹងក្នុងចំណោមទាំងពីរនាក់បើសិនជាអ្នកណាម្នាក់ហ៊ានទទួលស្គាល់កំហុសហើយចាគ្រួសារហ្នឹងយើងចេះនិយាយគ្នាស្រួលគឺអត់ងាយមានបញ្ហាឆ្លោះតតែនេះទេបង